ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាយរឿងវិធីការស្បាដែលហៅថាផ្លែក្រក់របស់ខ្ញុំជាភាពបន្តដែលត្រូវជាភាគទី3ចូលមកកាន់សាច់រឿងរបស់យើងបានបង្ហាញទស្សនវិជ្ជាកាលពី11ឆ្នាំមុនយើងក៏បានឃើញក្មេងស្រីម្នាក់កំពុងតែរត់ស្វែងរកម្ដាយរបស់នាងនឹងត្រហោយំស្រែកថាម៉ាក់តែនោះនាងមិនបានជួបម៉ាក់របស់នាងនោះទេតែនាងបានជាជួបទូប្រុសទៅវិញចៅនិយាយថាពេលនងគេវាយឈាមរាវអីចឹងណាខ្ញុំនិយាយសម្ដៅទៅទូប្រុសអ្នកទាំងអស់គ្នាចង់និយាយថាទូប្រុសឃើញទូស្រីភ្លាមក៏សួរដៃស្នាមភ្លាមដល់ត្រូវជាលោកសតតែនឹងឯងថានេះគឺជាកូនរបស់អ្នកនេះតែមែនទេសូមបញ្ជាក់បន្តិចអ្នកនេះនឹងគឺជាកលីលោកអធិការដែលត្រូវជាម៉ាក់របស់ទូស្រីនឹងឯងបន្ទាប់ពីសួរអង្គរៈដៃស្នាមរបស់គាត់ហើយថាទូស្រីកូនអ្នកណាក៏សួរឈ្មោះនាងម្ដងថានាងឈ្មោះអីទូស្រីក៏ឆ្លើយត្រឡប់មកវិញថាខ្ញុំឈ្មោះលីខ្ញុំកំពុងតែរកម្ដាយរបស់ខ្ញុំតើលោកម្ចាស់ឃើញម្ដាយរបស់ខ្ញុំដែរឬទេណែអ្នកទាំងអស់គ្នាអត់ជួយនិយាយច្រើនណាគឺម្នាក់ស្រីនោះស្អាតតាំងពីទូចមកមើលឡើងណាច់ចរាយមកហើយទឹកភ្នែកនឹងស្រក់មកដូចទឹកបាក់រំលកព្រោះបានម្ដាយចង់និយាយថាយំមិនអស់ចិត្តរត់ទៅអបកូនប្រុសគេទៀតតែសូមបញ្ជាក់ពេលនោះលោកអញ្ញាអេសរត់ទៅឡើងជាអញ្ញាទេត្រឹមតែជាអង្គរៈធម្មតាតែប៉ុណ្ណោះទូស្រីឡើងអបគេមិនអស់ចិត្តនឹងស្រែកយកថាខ្ញុំបានម៉ាក់ខ្ញុំហើយខ្ញុំបានម៉ាក់ខ្ញុំហើយម៉ាក់ខ្ញុំបានហេបខ្ញុំច្រើនដងហើយថាមិនអោយមកលេងទេនេះតែខ្ញុំនៅតែហ៊ានមកឥឡូវខ្ញុំមកវិញផ្លូវតោះតែបានតើលោកអាចជួងខ្ញុំទៅរកម៉ាក់ខ្ញុំវិញបានទេលោកម្ចាស់ទូប្រុសរបស់យើងក៏រៀបភ្នាក់ដែរក៏ប៉ុន្តែមិននិយាយអីទេស្រាប់តែពេលនោះទឹកមុខរបស់គាត់ក៏បានប្រែទៅជាញញឹមឡើងសប្បាយរួចទូប្រុសសើចយ៉ាងស្រស់ចាប់លើកបីទូស្រីឡើងលើកទី1ហើយដែលទូប្រុសញញឹមក្នុងរឿងភាគនេះអួយឡើងសង្ហេមអ្នកទាំងអស់គ្នាខ្ញុំខំនិយាយឡើងមួយថ្ងៃតែប៉ុន្តែនេះគឺជាសុបិនរបស់ទូស្រីសតវាគឺជារឿងដែលធ្លាប់កើតឡើងកាលពី11ឆ្នាំមុនទូស្រីក៏ថាឥឡូវ11ឆ្នាំក្រោយហើយវានៅតែដដែលនឹងមិនគួរណាពេលនោះខ្ញុំផ្លោរត់ទៅអោបលោកអុកដំស្នេហ៍សោះខ្ញុំគួរតែរត់ទៅអោបលោកសោតតានវិញទៅត្រូវប៉ុន្តែពេលនោះគាត់គ្រាន់តែជាព្រះអង្គម្ចាស់វ័យក្មេងតែប៉ុណ្ណោះខានអ្នកទាំងអស់គ្នាខ្ញុំមិនច្រឡំទៀតហើយតាមពិតទៅទូប្រុសពេលនោះគឺជាព្រះអង្គម្ចាស់វ័យក្មេងមិនមែនជាអង្គរៈនោះទេអូខ្ញុំនិយាយភ្លាត់ហើយខ្ញុំក៏សម្រាយទៅមកចឹងអ្នកទាំងអស់គ្នាឈប់យល់ច្រឡំទូស្រីនៅតែបន្តខ្លួនឯងទៅថាហេតុអីខ្ញុំអត់រត់ចុះទៅអបលោកសោតានខ្ញុំចង់និយាយថាក៏បន្តខ្លួនឯងអីមីអូនទៅពីនិស័យកុំទៅជួបទេទូស្រីអង្គុយមួយសន្ទុះនឹកឃើញទៅដល់អតីតកាលក៏ប៉ុន្តែវាមិនមែនជាអតីតកាលដ៏រីករាយនោះទេចូលទៅក្នុងការស្រមោលស្រមៃរបស់ទូស្រីយកក៏បានឃើញម្ដាយរបស់ទូស្រីកំពុងតែផ្ដាំទូស្រីពីរឿងមួយម្ដាយរបស់ទូស្រីបាននិយាយថាគ្រួសាររបស់យើងគឺនៅដើម្បីបម្រើព្រះអង្គម្ចាស់នេះឯងតែខ្ញុំសូមបញ្ជាក់ណាព្រះអង្គម្ចាស់នឹងគឺជាពុកម៉ែយើងនឹងឯងដែលត្រូវជាលោកញ៉ែណាហើយម្ដាយទូស្រីបានពោលបន្តថាទោះបីជាមានរឿងអីក៏ដោយក៏កូនមិនត្រូវធ្វើអីដែរប៉ះពាល់ដល់កិត្តិយសរបស់ព្រះអង្គដែរណាហើយម្ដាយទូស្រីបានដាស់តឿនទូស្រីម្ដងទៀតថាកូនត្រូវតែចាំណាអេលីសអ្នកទាំងអស់គ្នាខ្ញុំស្ដាប់យូរទៅខ្ញុំមានអារម្មណ៍ថាម្ដាយអេលីមិនមែនដាស់តឿនអេលីទេដូចជាគម្រាមអេលីច្រើនជាងនេះកាត់ចូលមកបច្ចុប្បន្នវិញយើងក៏បានឃើញទូស្រីកំពុងតែដេកបណ្ដារអ៊ូរងើថាខ្ញុំចាំហើយលោកអុកញ៉ាអេសិតគាត់គឺជាកម្ពុជាមេបញ្ជាការនៃចក្រភពដ្រូនដ៏ល្បីបន្ទាប់ពីការតស៊ូដើម្បីរីកបល្ល័ង្កនៅសល់តែដំណក់ឈាមមួយគាត់នៅក្នុងដៃរបស់គាត់អូយអ្នកទាំងអស់គ្នាខ្ញុំនិយាយមកខ្ញុំចាំមកអបិសក់លឿងនឹងចេញមកយូរហើយឥឡូវទីបំផុតគេចេញមកហើយអ្នកទាំងអស់គ្នានិយាយមកប្រុសទាំងអស់ក្នុងរឿងនេះខ្ញុំស្រឡាញ់ផ្លែនឹងចេញគេអ្នកទាំងអស់គ្នាចូលមកសាច់រឿងរបស់យើងវិញទូស្រីបានល្អបន្តថាគាត់ជាខ្សែស្រឡាយស្ដេចដែលមានងារថាអភិជនតែអភិជនគាត់មិនមែនអភិជនធម្មតានោះទេគឺជាអភិជនដ៏មានអត្ថភាពបំផុតទូស្រីនិយាយបន្តថាបើគាត់ជាអភិជនចឹងបានន័យថាខ្ញុំជាជំទាវអ្នកទាំងអស់គ្នាតិចផ្លេចថាលើកមុនទូប្រុសបានសុំទូស្រីរៀបការទូស្រីក៏នឹកដល់ម្ដាយហើយក៏និយាយថាបើសិនជាម៉ាក់ខ្ញុំនៅរស់គាត់នឹងមិនឲ្យខ្ញុំធ្វើបែបនេះនោះទេទូស្រីបាននិយាយមើលងាយខ្លួនឯងថាសម្រាប់មនុស្សដូចជាខ្ញុំបើសិនខ្លាចជាជំទាវក៏នៅតែជាស្នាមប្រឡាក់នៃកេរ្តិ៍ឈ្មោះរបស់គាត់ដែរបើខ្ញុំខ្លាចជាជំទាវនាំឲ្យតែគាត់បាក់មុខនោះទេនិយាយមកខ្ញុំស្អប់ទូស្រីត្រង់មកចំណុចហ្នឹងអត់ចេះមើលឃើញខ្លួនឯងល្អដូចមិនទេទូស្រីរបស់យើងអង្គុយតេះដេខ្លួនឯងសុកក៏នឹកឃើញវិធីមួយទូស្រីរបស់យើងបាននិយាយបន្តថាដើម្បីរត់គេចពីការប្រហារជីវិតនឹងកុំឲ្យលោកបុកញ៉ាបាក់មុខខ្ញុំត្រូវតែរត់ចេញពីវិធីមង្គលការដល់មកក្តីភ្លើទេណាទូស្រីខ្ញុំអត់ចង់តេះដេតែខ្ញុំនិយាយមកស្រាប់តែពេលនោះនាងក៏ពោលបន្តថាយឺតពេលហើយនាងក៏បកមកថាឲ្យខ្លួនឯងវិញថាអូយតើអញកំពុងតែគិតអីនឹងអេលីសស្មាននេះហើយខ្ញុំមិនឃើញប៉ែមកផ្ទះសោះអញ្ចឹងបន្ទាប់ពីមួយសប្តាហ៍ក្រោយមកទូស្រីបានបន្លំខ្លួនជាមនុស្សប្រុសដើម្បីទៅរកឪពុករបស់ខ្លួន ឥ
Ôi nhầm vậy mà tao ác đi con nâng tay không lại kem mà đang thay cho mình được sray á tôi sray đã bận đá cất bận đá thay ở bọc nhóm có ta tin nè ta bắt rồi giờ bé bị sập đá bạn đi bé nu niên ban cất đọt tay ca đã bụng niên bị dây the Ellie lộ ốc nha trọt mà vinh hơi ta con bay chất tết rồi lên chơi chùm nè bỏ lộ ốc nha ta con đăng đa được té bị thi ốc ốc pha to mùi ní ba ban rong trăm video nào mà hơi tha mình trời bé cõi về ai khai chít sừng nặng ná con rồi ở bọc bao này các bạn đã tới mình sao tụng nơi Ellie để cho ngao tay mình eng rồi nhưng đa tay mình to tết có mình tay mẹ rắm ta chùm lại mẹ rắm thật đôi chim mình được đa tem hai ấy chơi con này tụi ốc đi mình được đa tem mình còn bông ta rô tiên mụ bỏ niên hai cái chắp tiên mụ niên lang tình lực bằng hai bị phạ mình chạy thả nén chi mình được sray tu sray bao nhiêu pin đồng tra cái xì xin hai cầm tay còn mình để mà chui toàn đây nè đã chui niên luôn mình toàn ban bằng hai người tập nhàn tết hai cái trên nè nè cầm tay vậy mà tụi ốc nhập vậy nông phần hai phải hai mà sang trên tụi ốc này chẳng đang tham bờ mình để nông kia trên nè xong rồi trang tôi phải nè phải un nè tụi ốc này ដូច្នេះ PTB របស់យើងក៏បានបញ្ចប់ទៅត្រឹមនេះបាយបាយ